បាទក៏អានុញ្ញាតនឹងជម្រាបសួរទូទាំងជនប្រិយមិត្តគណៈវិទ្យាស្មាននេះម៉ោង1:25 នាទីឈានចូលដល់ថ្ងៃទី23ខែឧសភាឆ្នាំ2025ឥឡូវនេះនៅតាមបណ្ដោយផ្លូវវត្តចកគឺមានករណីរមាក់កង់3ដឹកអីវ៉ាន់ហ្នឹងគឺបានបើកធ្លាក់ចូលបលាយដោយសារគាត់រៀនបើកបងប្អូនប្រិយមិត្តដោយសារគាត់រៀនបើកទៅក៏ជ្រុលធ្លាក់ចូលមកក្នុងបលាយតែម្ដងបងប្អូនប្រិយមិត្តហើយឃើញថាកម្លាំងសមត្ថកិច្ចកងអន្តរាគមន៍គាត់បានមកជួយទៅក៏ឲ្យបងប្អូនប្រជាពលរដ្ឋនាំគ្នាជួយទាញបាទបងប្អូនប្រិយមិត្តហើយបងស្រីគាត់តំរៀនដែរបាទជ្រុលទំចេះបើកហើយដឹងគាត់បើកពីណាមកណាដែរនៅមកស្ទឹងចង់គាត់បើកពីនោះមករហូតទេចង់ឲ្យបងគាត់បើកមករហូតតែឯងគាត់បើកមកហើយបើកគ្នាច្រើនអត់មានណាតាមពីគាត់ពីក្រៅគាត់លក់ក្រែមឆាប៉ុន្តែអត់មានណាតាមគាត់ពីក្រៅគាត់ចង់រៀនបើកឲ្យចេះខ្លួនគាត់អញ្ចឹងទៅក៏ជ្រុលមកហើយអីវ៉ាន់នៅក្នុងនោះមានដែរអីវ៉ាន់អត់បងខ្ញុំជិញចុះហ៎បងប្អូនប្រិយមិត្តអើយមើលសំណាងនេះទេមើលក្បាលម៉ូតូចុះក្រោមជាសំណាងបើសិនតែប៉ះដៃប៉ះជើងគាត់ទៅគាត់អាចនឹងជំមុជណាទឹកហ្នឹងពិបាកគ្រោះថ្នាក់ធ្ងន់ណាបាទជាសំណាងសង្ស័យគាត់លោតទិនមិនដឹងហើយលើយើងឃើញថាខាងកងអន្តរាគមន៍នឹងរួតបាត់ជាគាត់កំពុងធ្វើការតាក់ខ្សែទៅដើម្បីទាញរមាក់ឡើងលើតែមើលទាញមកបានបាទបងប្អូនប្រិយមិត្តថាករណីនេះគ្រោះថ្នាក់នៅតាមបណ្ដោយវត្តចកបាទបងប្អូនប្រិយមិត្តហើយចាំមើលកងអន្តរាគមន៍ដែលដឹកនាំដោយលោកជារតនៈគាត់ខំយកខ្សែដែលប្រជាពលរដ្ឋយកមកហ្នឹងចាំមើលទាញតាក់មកដើម្បីធ្វើការអូសឡើងលើបាទហើយប្រជាពលរដ្ឋហ្នឹងកំពុងធ្វើមកជួយយកបងប្អូនប្រិយមិត្តបាទនេះជីពលរដ្ឋនឹងនេះជួយគ្រោះថ្នាក់នេះគាត់អត់មានបានប៉ះពាល់អីទៅគេទេបាទគ្រាន់តែថាគាត់រៀនបើកបងប្អូនប្រិមិត្តបាទរៀនបើកទៅដើម្បីចេះទៅងាយស្រួលថ្ងៃក្រោយគាត់មិនបាក់ពឹងទៅលើប្តីគាត់ដែលប្តីគាត់ជាប់រវល់កិច្ចការងារអីទៅអាចនឹងគាត់បើកមកដល់ផ្ទះខ្លួនគាត់បានឥឡូវនេះយើងចាំមើលខាងបងប្អូនជាពលរដ្ឋបាទនឹងគ្នាជួយទាញបាទបងប្អូនប្រិមិត្តអូសំណាងបាទដោយសារគាត់ធ្លាក់ហើយជាស្ត្រីទៀតបើកដោយខ្លួនឯងបាទនៅតាមបណ្ដោយផ្លូវវត្តចកហ្នឹងមកទល់មុខវត្តចកតែម្ដងបងប្អូនប្រិមិត្តបាទហើយសំណាងមែនទេបាទដែលគាត់អត់បានប៉ះដៃប៉ះជើងមិនសិនតែប៉ះដៃប៉ះជើងត្រូវជាមួយទឹកកាលណាឈឺខ្លាំងគឺជាមួយទឹកគឺពិបាកហ្មងបាទហើយគាត់បើកបរតែឯងមកបើកបរមករ៉ែក៏មកដល់កន្លែងហ្នឹងអសវៈក៏ជ្រុលបាទរេចូលទៅខាងស្ដាំដៃបាទគាត់បើកពីលិចមកកើតបើឲ្យលក់ក្រែមឆានៅម្ដុំណាវិញលក់នៅសាចាស់ប៉ុន្តែអត់មានឡានអីមកពីមុខទេខ្ញុំអត់មានទេចង់និយាយថាយើងបើកផ្លូវនោះមកវាស្មើស្រេងទៅពេលមកដល់នេះវារេលហ្នឹងហើយវារេលទៅចំចំណោមចុះអីវ៉ាន់ក្នុងនោះមានអីវ៉ាន់ដែរតើមានបងមានអីវ៉ាន់លក់ចុះមុនដំបូងឡើយបានអ្នកណាមកជួយបងឯងប្តីជីគាត់មកពីក្រោយគាត់ជីពីមុខខ្ញុំឲ្យចុះអូបងប្អូនបើសិនតែគាត់តែឯងត្រូវជាមួយទឹកហ្នឹងគ្រោះថ្នាក់កាន់តែធ្ងន់ម្ល៉េះឥឡូវនេះខាងឡានការិយាល័យអន្តរាគមន៍នឹងតម្រួតបាត់បញ្ជាលោកកំពុងធ្វើការតាក់ដើម្បីអូសឡើងបាទបងប្អូនប្រិមិត្តយើងអរគុណមែនទែនទៅដល់បងប្អូនប្រជាពលរដ្ឋមើលនាំគ្នាជួយបាទអីវ៉ាន់នៅក្នុងនំដឹងអីខ្លះក៏មើលនាំគ្នាដកចេញរាំងស្រាលនៅក្នុងទូខាងក្នុងដើម្បីទាញតាក់យកមកណាជាបងដាក់ជាបងញ៉ាំហើយកំពុងធ្វើការតាក់ទៅបាទបងប្អូនប្រិមិត្តនេះ
នៅតាមបណ្ដោយផ្លូវវត្តចកទល់មុខវត្តចកតែម្ដងបងប្អូនប្រិមិត្តបាទគាត់មកពីលក់ក្រែមឆាបងស្រីក៏លក់ក្រែមឆានៅម្ដុំយើងសាចាស់នោះហើយមកដល់แล้วក៏បានមកដល់ទៅនេះអសវៈរេលកង់រេលបើកទៅខាងស្ដាំដៃក៏ជ្រុលធ្លាក់បលាយតែម្ដងបងប្អូនប្រិមិត្តបាទចាំមើលចាប់ទាញបាទខាងនោះបាទខាងនោះចាប់ដើមរុញបាទឡានទាញ1 2 3ព្រឹបមកណាបាទមនុស្សនោះអត់មានគ្រោះថ្នាក់អីទេបងប្អូនប្រិមិត្តបាទដោយសារគាត់បានប្តីគាត់ចេះសំណាងប្តីជួយទាន់បាទហើយអញ្ចឹងឃើញថាខូចខាតតែរបស់របរដែលនៅខាងក្នុងទីទួចហើយអញ្ចឹងឃើញថាកងអន្តរាគមន៍នឹងរួតបាត់បញ្ជាគាត់មកដល់ភ្លាមនៅកន្លែងហ្នឹងក៏ធ្វើការជួយតាក់អូសឡើងក៏ហៅរថយន្តស្ទូចមកខ្លាចអស់លុយច្រើនបងប្អូនប្រិមិត្តបាទខ្លាចវិទាច្រើនអញ្ចឹងទៅមើលរោបច្ចេកទេសណាដើម្បីលើករមាក់ពីបលាយនេះបានមកវិញបាទដោយសារពួកគាត់អ្នកលក់ក្រែមឆានៅម្ដុំយើងសាចាស់ទេបាទបងប្អូនប្រិមិត្តបាទតែអត់នេះក៏អត់ដោះម៉ូតូចេញបានយកតែម៉ូតូសិនមកអានោះតាក់មកក្រោយបាទបងប្អូនប្រិមិត្តគឺបងប្អូនប្រជាពលរដ្ឋក៏ខំជួយដែរបាទបងប្អូនប្រជាពលរដ្ឋក៏ខំជួយទៅមើលថាដោះម៉ូតូដោះអីចេញអត់ទេដោះចេញបានទេតើបងបានលើកម៉ូតូមកបានណាបងប្អូនបាទនេះលើកមកបានណាអញ្ចឹងរាំងស្រាលគាត់បងពីបាទនេះបងស្រីនៅខាងមុខនេះគាត់ហ៊ានបើកដើម្បីនិយាយថ្ងៃក្រោយទៅកែងប្តីគាត់ចិត្តកិច្ចការងារគាត់ទៅគាត់ចេះបើកបាទបងប្អូនប្រិមិត្តនេះគាត់មិនបានសង្វឹងអីទេបងស្រីគាត់ជួយទាញគ្នា1 2 3បាទបាទមកព្រឹបយ៉ាបាទតូមកវិញបងប្អូនប្រិមិត្តបាទចាអូទៀតនៅរមាក់សិនបាទគឺមិនចាំមើលយករមាក់ឲ្យបានចេញសិនព្រោះហៅឡានស្ទូចមកអស់ច្រើនណាបាទទាំងខាងកម្លាំងកងអន្តរាគមន៍និងតម្រួតបទបញ្ជាដែលមានលោកជារតនៈនៅទីនេះផ្ទាល់លោកបានធ្វើការជួយទៅដល់ជាពលរដ្ឋបាទមើលគ្នាយើងចាល់បាទមើលគ្នាយើងចាល់មកជួយទីបងប្អូនឡើងកតុយច្រើនក៏ឡើងនោះឲ្យវាធួនអានេះវាស្រាលដល់ឡើងលើឡានសិនព្រោះអាឡាននេះវាស្រាលទេព្រោះអាវីហ្គោវាស្រាលហ៎បានដែរទៅរួចដល់គាត់វាឡើងដើម្បីធួនរឹបទៀតឈប់អត់បានអីកលងួនដែរបងប្អូនប្រិមិត្តគាត់ប្រើដៃក្រាស់ដែរបាទនេះចុងនោះវិញមិនងាយទេបងប្អូនប្រិមិត្តទីតាំងនេះគឺស្ថិតនៅតាមបណ្ដោយផ្លូវវត្តចកតែម្ដងបាទបងប្អូនប្រិមិត្តគឺនៅទល់មុខនឹងវត្តតែម្ដងបាទគឺនៅគាត់បើកបរពីកើតមកលិចហើយមកដល់ត្រង់ចំណុចទីតាំងដែលត្រូវបានគ្រោះថ្នាក់ដោយខ្លួនឯងនេះក៏
រេចូលទៅបលាយតែម្ដងបងប្អូនប្រិមិត្តគាត់បើករ៉េហើយជាមួយប្តីគាត់បើកពីមុខតែប្តីគាត់ចង់ឲ្យប្រពន្ធចេះរៀនបើកអញ្ចឹងបងប្អូនប្រិមិត្តដោយសារថ្ងៃក្រោយទៅងាយនឹងប្តីគាត់ជួបរវល់កិច្ចការងារណាមួយផ្សេងទៀតទុកឲ្យប្រពន្ធគាត់បើកបានអញ្ចឹងបងប្អូនប្រិមិត្តអញ្ចឹងឃើញថាបងប្អូនជាពលរដ្ឋកំពុងធ្វើការជួយបាទរុញពីក្រោយក្នុងផងហើយខាងកងកម្លាំងអន្តរាគមន៍និងតម្រួតបទបញ្ជានៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបក៏លោកបានចំណាយអាការទាញអូសយកឲ្យបងស្រីខាងលើដែរប៉ុន្តែបើថាឲ្យខាងឡានស្ទូចមកគឺតម្លៃប្រហែលជាថ្លៃបាទថ្លៃពេកអញ្ចឹងខ្លាចតែគាត់ធ្វើការលក់អាដែងក្រែមឆានេះវាទុកទល់អត់រួចណាបងប្អូនប្រិមិត្តឥឡូវសៀមរាបយើងកាន់យ៉ាប់យឺនហើយអស់ភ្ញៀវរលីងភ្ញៀវខ្មែរក៏មិនសូវមានភ្ញៀវបរទេសក៏មិនសូវមានទៀតបាទអញ្ចឹងឃើញថាបានការជួយនេះគឺរួចទុកមកគ្រាដែរបាទបងប្អូនប្រិមិត្តតែរបស់របរខាងក្នុងយើងអត់ដឹងថាខូចខាតអីខ្លះទេដោយសារបងស្រីគាត់បើកមកមិនលឿនផងបាទចេះសំណាងឲ្យដែលมันប៉ះដៃប៉ះជើងគាត់បាទបើសិនជាប៉ះដៃប៉ះជើងអាចនឹងជំមុជទឹកបាទគាត់ទុះទាអីចេញឲ្យរួចទេអញ្ចឹងបងប្អូនប្រជាពលរដ្ឋគង់នាំគ្នាធ្វើការជួយទាញបន្ថែមទៀតតែវាធ្ងន់ផងបងប្អូនប្រិមិត្តឲ្យប្រើសិតតែពួកប្រភេទដែកល្អបាទបងប្អូនប្រិមិត្តគាត់ទាញមកងើកនៅហ្នឹងហ្មងវាពួកវិញចឹងហើយជុំបាវិញចឹងបាវិញមិនទេក៏ឲ្យកាន់គៀងដៃឲ្យគៀងដៃតើអត់ងាយដៃកាន់គៀងដៃបាទបងប្អូនប្រិមិត្តអញ្ចឹងគួរមាននេះសូមបញ្ចប់ការផ្សាយទៅប៉ុណ្ណេះដោយសារបងស្រីខាងលើក៏មានគ្រោះថ្នាក់អីទេក៏ខូចខាតទ្រព្យសម្បត្តិគាត់បន្តិចបន្តួចបាទម៉ូតូគឺទាញឡើងមកវិញបានហើយដោះតពួកដោះអីអញ្ចឹងបាទអរគុណច្រើន